បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចូលមកវីដេអូថ្មីមួយទៀតគឺខ្ញុំនិយាយអំពីម្ហូបអាហារដែលតាក់ទងទៅនឹងសុខភាពហើយខ្ញុំនិយាយអត្ថាធិប្បាយនៅក្នុងវីដេអូមួយនេះខ្ញុំដាក់ជាចំណងជើងជាចម្ងល់មួយជូនបងប្អូនថាតើម្ហូបអាហារឆ្ងាញ់ពិតជាផ្ដល់នៅអត្ថប្រយោជន៍សម្រាប់សុខភាពយើងមែនទេបងប្អូនមានន័យថាម្ហូបអាហារឆ្ងាញ់មិនប្រកាសថាវាផ្ដល់នៅអត្ថប្រយោជន៍សម្រាប់សុខភាពយើងទេបងប្អូនពីព្រោះម្ហូបអាហារឆ្ងាញ់ខ្លះគឺកើតមកពីការកែច្នៃដែលយើងហៅថាម្ហូបអាហារកែច្នៃអញ្ចឹងណាបងប្អូនគឺគេរចនាឡើងម្ហូបអាហារជាច្រើននៅលើទីផ្សារគ្រប់ទីកន្លែងទាំងអស់ឲ្យមានរសជាតិឆ្ងាញ់តែមិនគួរឲ្យជឿបានណាបងប្អូនដូចជាអាហារសម្រន់ដែលគេកែច្នៃខ្លាំងហើយនឹងអាហារម្ហូបអាហារធ្វើឡើងជាម្ហូបអាហាររហ័សបងប្អូនដឹងហើយថាម្ហូបអាហាររហ័សដែលគេធ្វើកែច្នៃផ្សំបានយកមកឲ្យយើងហូបភ្លាមគឺជាគេហៅថាម្ហូបអាហាររហ័សអញ្ចឹងណាបងប្អូនហើយណាមួយទៀតដូចជាបង្អែមដែលរួមមានរសជាតិផ្អែមខ្លាំងគឺគេរចនាឡើងជាពិសេសដែលតាក់ទងទៅនឹងការដែលយើងចូលចិត្តតាក់ទងទៅនឹងចំណង់អាហារធម្មជាតិរបស់យើងគឺមានន័យថាមនុស្សយើងគ្រប់រូបតែងតែចូលចិត្តខ្លាញ់ស្ករហើយនឹងអំបិលអញ្ចឹងណាបងប្អូនហើយខ្លាញ់ស្ករអំបិលនេះផ្សំគ្នាគឺធ្វើឲ្យយើងមានរសជាតិឆ្ងាញ់ក៏ប៉ុន្តែវាក៏បង្កឲ្យយើងមានគ្រោះថ្នាក់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងដែរបងប្អូនមានន័យថាវាសម្បូរទៅដោយសមាសធាតុមិនល្អសម្រាប់សុខភាពរបស់យើងឧទាហរណ៍ដូចជាជាតិស្ករបន្ថែមជាចំណែកមួយធ្វើឲ្យយើងឡើងទម្ងន់និងមានជំងឺរ៉ាំរ៉ៃអញ្ចឹងបងប្អូនម្យ៉ាងទៀតគឺជាប្រភេទខ្លាញ់ដែលយើងហៅថាខ្លាញ់ឆ្អែតហើយខ្លាញ់ឆ្អែតនេះយើងយកទៅចម្អិននៅក្នុងម្ហូបអាហារឬក៏បន្ថែមទៅលើម្ហូបអាហារកែច្នៃឲ្យមានរសជាតិខ្ពស់ប្រមាណក៏វាធ្វើឲ្យយើងកើតនៅមានបញ្ហាដល់សុខភាពដែរហើយនឹងជាប្រភេទមួយទៀតយើងហៅថាប្រេងឆាដែលគេប្រើនៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារអញ្ចឹងបងប្អូនដែលភាសាអង់គ្លេសគេហៅថា trends អញ្ចឹងណាបងប្អូនហើយវាប៉ះពាល់អវិជ្ជមានដល់សុខភាពបេះដូងរបស់យើងហើយមួយទៀតគឺជាអំបិលសារធាតុអំបិលដែលយើងហៅថាសូដ្យូមដែលតំណាងឲ្យអំបិលនេះយើងទទួលទានច្រើនហួសប្រមាណក៏វាធ្វើឲ្យយើងមានការនៅជំងឺលើសឈាមផងដែរអញ្ចឹងបងប្អូនយើងត្រូវដឹងថាម្ហូបអាហារដែលឆ្ងាញ់ជាម្ហូបអាហារដែលគេកែច្នៃឆ្ងាញ់អស្ចារ្យហួសពីការគិតរបស់យើងនោះគឺវាមានសារធាតុខ្លាញ់មានស្ករមានអំបិលផ្សំពីជាតិសារជាតិប៊ឺទាំងអស់នេះហួសប្រមាណធ្វើឲ្យបងប្អូនអាចហូបទៅមានបញ្ហាគ្រោះថ្នាក់ហើយបងប្អូនអាចដឹងថាម្ហូបអាហារទាំងអស់នេះគឺមានច្រើននៅលើទីផ្សារគឺជាម្ហូបស្ថិតនៅលើម្ហូបអាហារកែច្នៃហើយម្ហូបអាហារកែច្នៃបងប្អូនក៏បានដឹងដែរថាម្ហូបអាហារកែច្នៃនោះយ៉ាងម៉េចម្ហូបអាហារកែច្នៃកាលណាយើងយកត្រីសាច់ឬក៏បន្លែដែលយើងយកមកធ្វើកែច្នៃខុសពីលក្ខណៈធម្មជាតិរបស់វានោះគេហៅថាជាម្ហូបកែច្នៃឲ្យបងប្អូនជាពិសេសម្ហូបកែច្នៃរបៀបជាឧស្សាហកម្មគឺមានការរងគ្រោះសម្រាប់សុខភាពរបស់យើងអញ្ចឹងណាបងប្អូនក៏ប៉ុន្តែម្ហូបកែច្នៃអាហារកែច្នៃទាំងអស់ហ្នឹងបងប្អូនអាចបរិភោគទទួលទានបានបន្តិចបន្តួចពីព្រោះអាហារកែច្នៃក៏ជាផ្នែកមួយជួយរំលាយអាហាររបស់យើងខ្លះដែរប៉ុន្តែខ្ញុំសូមលើកទឹកចិត្តបងប្អូនកុំទទួលទានអាហារកែច្នៃច្រើនពេកពីព្រោះមានកម្រិតសារធាតុចិញ្ចឹមទាបខ្លាំងណាស់ហើយវាអាចផ្ដល់ឲ្យយើងមានគ្រោះថ្នាក់ដល់សុខភាពអញ្ចឹងណាបងប្អូនម្យ៉ាងទៀតម្ហូបកែច្នៃដូចជាសាច់ជ្រូកប្រឡាក់សាច់គោប្រឡាក់ឬក៏ប្រហិតសាច់គោប្រហិតសាច់ជ្រូកអីហ្នឹងបងប្អូនកែច្នៃរបៀបជាខ្នាតគ្រួសារបងប្អូនអាចទុកក្នុងរយៈពេលខ្លីបងប្អូនអាចយកមកបរិភោគទាន់ពេលវេលាកុំឲ្យហួសពី24ម៉ោងវាផ្ដល់នូវអត្ថប្រយោជន៍ខ្លះសម្រាប់សុខភាពរបស់យើងបងប្អូនហើយយើងក៏ដឹងដែរថាប្រភេទដែលជាសាច់កែច្នៃបន្លែដែលយើងកែច្នៃនោះវាបាត់នៅសារធាតុចិញ្ចឹមអស់មួយចំនួនហើយដូច្នេះអាហារដែលយើងធ្វើដោយដៃកែច្នៃដោយដៃដូចជាត្រីប្រឡាក់សាច់ប្រឡាក់បងប្អូនអាចយកមកបរិភោគបានក៏ប៉ុន្តែកុំឲ្យវាហួសពី24ម៉ោងអញ្ចឹងណាបងប្អូនដូច្នេះតើមានម្ហូបអ្វីដែលធ្វើឲ្យយើងហូបទៅមានសុខភាពល្អម្ហូបអាហារអ្វីខ្លះបងប្អូនដូច្នេះនៅទីនេះខ្ញុំសូមលើកពីម្ហូបអាហារបែបជាប្រពៃណីខ្មែរយើង
ដែលជាម្ហូបអាហារដ៏ល្អបំផុតសម្រាប់សុខភាពរបស់យើងដែលផ្ដល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពបងប្អូនមិនបាច់រកម្ហូបអាហារមកពីបរទេសណាទេគឺជាម្ហូបអាហារតាមបែបប្រពៃណីខ្មែរយើងដែលបងប្អូនកន្លងមកធ្លាប់បរិភោគរួចមកហើយធ្លាប់ទទួលទានរួចមកហើយគ្រាន់តែខ្ញុំលើកពីម្ហូបអាហារទាំង10មុខនេះជូនមកជាទីសន្តាប់ដើម្បីបងប្អូនយល់ដឹងបន្ថែមទៀតតែប៉ុណ្ណោះអញ្ចឹងណាបងប្អូនដូច្នេះខ្ញុំសូមធ្វើការអានអត្ថបទទាំងនេះជូនបងប្អូនជាទីសន្តាប់ដូចខាងក្រោមនេះអាហារខាងក្រោមនេះគឺជាប្រភេទអាហារឆ្ងាញ់ពិសាមួយចំនួនជាទូទៅមាននៅក្នុងប្រទេសកម្ពុជារបស់យើងជាម្ហូបអាហារបែបប្រពៃណីខ្មែរនិងគ្រឿងផ្សំដែលអាចរកទិញបានយ៉ាងទូលំទូលាយម្ហូបអាហារនេះមានរសជាតិឆ្ងាញ់និងមានជីវជាតិធម្មជាតិម្ហូបអាហារខ្មែរដែលផ្ដល់ឲ្យយើងមានសុខភាពល្អនិងឆ្ងាញ់ពិសាទាំងនេះគឺមាន1សម្លម្ជូរគ្រឿងស៊ុបសម្លដែលមានរសជាតិជូរអែមគ្រឿងផ្សំពីគល់ស្លឹកគ្រៃរំដេងរមៀតខ្ទឹមសនិងស្លឹកក្រូចសើចរីឯបន្លែផ្សំពីត្រកួនត្រួយអំពិលឬក៏បន្លែផ្សេងទៀតតាមដែលយើងចូលចិត្តចំណែកឯសាច់វិញមានសាច់ត្រីសាច់មាន់ជាដើមដូច្នេះបងប្អូនសម្លម្ជូរគ្រឿងគឺយើងជៀសវាងកុំប្រើសាច់ប្រភេទខ្លាញ់ដូចជាប្រភេទសាច់គោដែលមានសារជាតិខ្លាញ់ច្រើនហើយនិងសាច់ជ្រូកដែលមានសារជាតិខ្លាញ់ច្រើនគឺវាមិនអាចផ្ដល់ឱកាសដល់យើងសម្រាប់សុខភាពល្អទេបងប្អូនជាពិសេសដែលល្អបំផុតនោះគឺសាច់ត្រីនិងសាច់មាន់ដូច្នេះខ្ញុំសូមអានបន្តមកទៀតវាគឺជាអាហារដែលមានសុខភាពល្អព្រោះវាមានជាតិខ្លាញ់ទាបសម្បូរទៅដោយឱសថរុក្ខជាតិសម្បូរទៅដោយវីតាមីនចំណុចទី2សម្លម្ជូរត្រីសម្លម្ជូរត្រីឬសម្លម្ជូរធម្មតាស្ងោរត្រីសម្លម្ជូរយួនជាដើមស្លពីត្រីទន្លេស្រស់និងបន្លែប៉េងប៉ោះម្នាស់ត្រកួនឬក៏បន្លែផ្សេងទៀតអាចប្រើបានជាមួយនឹងឱសថរុក្ខជាតិគល់ស្លឹកគ្រៃរំដេងម្អមជីនាងវងនិងគ្រឿងផ្សំផ្សេងទៀតវាផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពព្រោះត្រីមានជាតិប្រូតេអ៊ីនគ្មានជាតិខ្លាញ់បូករួមផ្សំជាមួយនឹងបន្លែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីកម្មចំណុចទី3ញាំស្វាយដែលយើងហៅម្យ៉ាងទៀតថាញាំស្វាយសាឡាត់គឺវាផ្សំពីស្វាយខ្ចីបៃតងហាន់ជាសរសៃស្ដើងជាមួយនឹងសាឡាត់ប៉េងប៉ោះសណ្តែកបណ្ដុះជាមួយនឹងឱសថរុក្ខជាតិដូចជាជីចម្រុះគ្រប់មុខផ្សំជាមួយនឹងត្រីអាំងត្រីឆ្អើរក្រូចឆ្មានិងសណ្តែកដីម្ហូបនេះវាផ្ដល់ឲ្យមានសុខភាពល្អព្រោះវាមានជាតិសរសៃ fiber វីតាមីន C ខ្ពស់និងមានកាឡូរីទាបចំណុចទី4អាម៉ុកត្រីឬយើងហៅថាត្រីអាម៉ុកគឺជាប្រភេទម្ហូបការីត្រីចំហុយផ្សំជាមួយនឹងខ្ទិះដូងស៊ុតនិងគ្រឿងផ្សំពីឱសថរុក្ខជាតិផ្ដល់ឲ្យយើងមានសុខភាពល្អព្រោះជាប្រភេទម្ហូបចំហុយមិនចៀនមានត្រីដែលមានសារធាតុអូមេហ្គា 3ដែលយើងហៅថាសារធាតុខ្លាញ់អូមេហ្គា 3អញ្ចឹងណាបងប្អូនផ្សំជាមួយនឹងឱសថរុក្ខជាតិក្រអូបចំណុចទី5ឆាបន្លែខ្មែរឬក៏ឆាបន្លែគ្រប់មុខមានផ្សំពីដំឡូងបារាំងការ៉ុតម្នាស់ត្រកួនស្ពៃបូកគោស្ពៃក្តោបម្ទេសផ្លោកផ្សំជាមួយឬក៏ស្ពៃប៉ក់ឆយសណ្តែកគួរសណ្តែកបារាំងលាក់ផ្សំបន្លែច្រើនមុខច្រើនប្រភេទតាមដែលយើងចូលចិត្តវាផ្ដល់នៅសុខភាពល្អនៅពេលដែលយើងឆាកម្រិតស្រាលកុំឲ្យឆ្អិនខ្លាំងពេកជាមួយនឹងខ្ទឹមសវាសម្បូរទៅដោយជាតិដែកជាតិសរសៃ fiber និងសារធាតុប្រឆាំងអុកស៊ីកម្មចំណុចទី6សម្លកកូរនិងសម្លប្រហើរគឺជាស៊ុបផ្សំពីបន្លែបៃតងច្រើនប្រភេទរួមគ្នាមានសណ្តែកគួរល្ពៅល្ហុងផ្ទីស្លឹកបាសត្រួយម្រះស្លឹកស្អំននោងហើយនិងស្លឹកម្រុំលាក់ជាមួយនឹងសាច់ត្រីឬក៏សាច់មាន់និងគ្រឿងផ្សំរុក្ខជាតិឱសថរំដេងគល់ស្លឹកគ្រៃរមៀតខ្ជាយជាដើមវាផ្ដល់ឲ្យមានសុខភាពល្អសម្បូរទៅដោយសារធាតុចិញ្ចឹមនិងមានជាតិខ្លាញ់ទាបចំណុចទី7ត្រីអាំងជាមួយនឹងគល់ស្លឹកគ្រៃឬមួយយើងហៅថាត្រីអាំងគ្រឿងវិធីធ្វើគឺយើងអាំងត្រីទាំងមូលដាក់គល់ស្លឹកគ្រៃស្លឹកក្រូចសើចនិងឱសថរុក្ខជាតិផ្សេងទៀត
វាផ្ដល់នូវសុខភាពល្អព្រោះមិនត្រូវការប្រើប្រេងឆាវាផ្ដល់នូវប្រូតេអ៊ីនខ្ពស់ចំណុចទី8បាយឆាជាមួយនឹងបន្លែឬយើងហៅថាបាយឆាបន្លែអាចចម្អិនជាមួយនឹងប្រេងតិចតួចនិងបន្លែច្រើនវាផ្ដល់នូវឲ្យមានសុខភាពល្អព្រោះវាមានកាបូនហៃដ្រេតមានតុល្យភាពបូករួមជាមួយនឹងជាតិសរសៃ fiber នៅពេលដែលយើងផ្សំគ្រឿងផ្សំដោយកម្រិតស្រាលចំណុចទី9ផ្លែឈើកម្ពុជាមានសុខភាពល្អនិងឆ្ងាញ់ពិសាផ្លែឈើកម្ពុជាដែលមានសុខភាពល្អនិងឆ្ងាញ់ពិសារួមមានស្វាយទុំឬក៏ស្វាយខ្ចីមានក្រូចថ្លុងក្រូចពោធិ៍សាត់ផ្លែស្រកានាគផ្លែមង្ឃុតផ្លែមៀនប៉ៃលិនផ្លែសាវម៉ាវផ្លែទុរេនហើយផ្លែទុរេននេះមានរសជាតិឆ្ងាញ់ក៏ប៉ុន្តែវាមានកាឡូរីខ្ពស់បងប្អូនអាចហូបវាទៅតាមកម្រិតមានផ្លែល្ហុងផ្លែចេកមានចេកពងមាន់ចេកណាំវ៉ាជាដើមមានលក់យ៉ាងទូលំទូលាយនៅតាមទីផ្សារវាផ្ដល់ឲ្យមាននូវសុខភាពល្អព្រោះវាមានវីតាមីនធម្មជាតិនិងជាតិសរសៃ fiber ប្រឆាំងអុកស៊ីតកម្មចំណុចទី10អាហារសម្រន់ដែលមានសុខភាពល្អមាននំអន្សមចេកផ្ដល់ឲ្យយើងនូវសុខភាពល្អនៅពេលដែលវាមានរសជាតិមិនផ្អែមពេកមានដំឡូងជ្វាអាំងទឹកដូងស្រស់ជាដើមដូច្នេះបងប្អូនបានដឹងហើយថាអាហាររបស់ខ្មែរយើងទាំង10ដែលខ្ញុំបានលើកមកជាគោលនេះគឺផ្ដល់នូវសុខភាពល្អសម្រាប់សុខភាពរបស់យើងចឹងណាបងប្អូនហើយការអានរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ផងដែរបើសិនមានការឆ្គាំឆ្គងនៅក្នុងការអធិប្បាយក៏សូមបងប្អូនអធិស្ឋានផងដែរណាបងប្អូនសូមអរគុណច្រើនសូមជម្រាបលា